នៅក្នុងប្រវត្តិសាស្ត្រអំណាចគ្មានអ្វីប្រែប្រួលលឿនជាងចិត្តមនុស្សនិងវាសនានៅក្នុងរាជវាំងនោះទេពីក្មេងស្រីសាមញ្ញគ្មានខ្នងបង្អែកនាងបានហោះឡើងដល់ចំណុចកំពូលជាព្រះមហេសីនារីទីជាថៃនិងជាមេដានៃព្រះម្ចាស់ដែលត្រូវស្នងរាជប៉ុន្តែត្រឹមតែមួយយប់ប៉ុណ្ណោះអំណាចយស័ក្តិនិងសូម្បីតែសិទ្ធិធ្វើជាម្ដាយត្រូវបានរលាយដូចជាផ្សែងនេះមិនមែនជារឿងព្រេងនិទានទេនេះគឺជាប្រវត្តិសាស្ត្រពិតដ៏ខ្លោចផ្សារបស់សេរីរស្មីសុវណ្ណឌីរឿងរ៉ាវនៃស្នេហាអំណាចការក្បត់និងសារឌឺដងផ្លែផ្កាដ៏ជូរចត់នៅពីក្រោយរាជវាំងថៃនៅឆ្នាំ1971ក្មេងស្រីម្នាក់ឈ្មោះសេរីរស្មីត្រូវបានកើតនៅក្នុងគ្រួសារសាមញ្ញមួយក្នុងខេត្តសមុទ្រសង្គ្រាមគ្មាននរណាម្នាក់នឹកស្មានដល់ទេថាក្មេងស្រីដែលគ្មានខ្សែស្រឡាយអភិជនរូបនេះនឹងក្លាយជាស្ត្រីដែលមានអំណាចបំផុតម្នាក់នៅក្នុងប្រទេសនៅឆ្នាំ1992នាងបានចូលធ្វើការជាមន្ត្រីរាជការតូចតាចនៅក្នុងព្រះបរមរាជវាំងភាពស្រស់ស្អាតនិងភាពវៃឆ្លាតរបស់នាងបានទាក់ទាញព្រះទ័យរបស់ព្រះម្ចាស់មហាវជ្ជរាលង្កនយ៉ាងខ្លាំងនៅក្នុងឆ្នាំ2005គឺជាឆ្នាំដែលផ្លាស់ប្ដូរប្រវត្តិសាស្ត្រជីវិតរបស់នាងទាំងស្រុងសេរីរស្មីបានប្រសូតបុត្រាមួយអង្គគឺព្រះម្ចាស់ឌីផាំងកូនការប្រសូតបុត្រានេះបានធ្វើឲ្យនាងទទួលបានការប្រកាសជាផ្លូវការគឺព្រះនាងសេរីរស្មីនាងបានឈានជើងចូលនៅក្នុងពិភពមាសដែលមនុស្សរាប់លានអ្នកស្រមៃចង់បានប៉ុន្តែនាងមិនដឹងទេថារាជវាំងមាសមួយនេះគឺជាអន្ទាក់ដ៏គ្រោះថ្នាក់នៅពេលដែលទំនាក់ទំនងស្នេហាចាប់ផ្ដើមប្រេះឆាហើយគេអំណាចចាប់ផ្ដើមរៀបចំឡើងវិញអ្វីៗគ្រប់យ៉ាងត្រូវបានប្រើប្រាស់ជាអាវុធដើម្បីបំផ្លាញរូបភាពរបស់នាងមុនពេលការបណ្ដេញចេញជាផ្លូវការវីដេអូឯកជនចាស់ៗនិងរូបភាពសិចស៊ីត្រូវបានគេបណ្ដោយឲ្យជ្រាបចូលក្នុងបណ្ដាញសង្គមនិងប្រព័ន្ធអ៊ីនធឺណិតមិនត្រឹមតែប៉ុណ្ណោះមានការផ្សាយដំណឹងនិងសារឌឺដងផ្លែផ្កាដែលមានចេតនាបំផ្លាញកិត្តិយសរបស់នាងបន្តិចម្ដងពីព្រះនាងដ៏ខ្ពង់ខ្ពស់ឲ្យក្លាយជាតួអង្គដែលសង្គមរិះគន់នៅចុងឆ្នាំ2014សាច់ញាតិជិតស្និទ្ធរបស់សេរីរស្មីជាច្រើនអ្នករួមទាំងបងប្អូននិងឪពុកម្ដាយបង្កើតត្រូវបានចោទប្រកាន់ពីបទអំពើពុករលួយនិងបទល្មើសធ្ងន់ធ្ងរបំផុតនោះគឺការរំលោភអំណាចរបស់រាជវាំងនៅថ្ងៃទី11ខែធ្នូឆ្នាំ2014សេរីរស្មីបានចុះហត្ថលេខាលើលិខិតលះបង់ក្រមងាររាជវង្សទាំងអស់នាងបានត្រឡប់មកជាប្រជាជនសាមញ្ញក្រោមឈ្មោះអ្នកនាងសេរីរស្មីសុវណ្ណឌីប៉ុន្តែអ្វីដែលឈឺចាប់ជាងការបាត់បង់អំណាចនិងត្រូវគេឌឺដងគឺការបាត់បង់កូនរូបភាពប្រវត្តិសាស្ត្រដែលបានបន្សល់ទុកនូវការឈឺចាប់បំផុតគឺនៅពេលដែលសេរីរស្មីលុតជង្គង់សំពះនិងអោបលាកូនប្រុសតូចរបស់នាងគឺព្រះម្ចាស់ឌីផាំងកូនដែលមានប្រជញ្ញត្រឹមតែ9វស្សានោះគឺជាវិនាទីចុងក្រោយដែលមាតានិងបុត្រាបានជួបមុខគ្នាជាផ្លូវការមុនពេលនាងត្រូវគេនាំខ្លួនចេញទៅបន្ទាប់ពីការដួលរលំនៃអំណាចពិភពលោកបានឃើញរូបភាពថ្មីមួយដ៏គួរឲ្យភ្ញាក់ផ្អើលពីព្រះនាងដ៏ស្រស់ស្អាតប្រកបដោយគ្រឿងអលង្ការត្រូវបានគេឃើញកោសក់ស្លៀកពាក់សសាមញ្ញដូចជាដូនជីនាងត្រូវបានគេនាំឲ្យទៅរស់នៅក្នុងផ្ទះមួយកន្លែងក្នុងខេត្តរាជបុរីដែលមានរបងខ្ពស់និងការឃ្លាំមើលពីអាជ្ញាធរយ៉ាងតឹងរ៉ឹងការកោសក់និងការស្លៀកពាក់សនេះមកខាងមើលទៅដូចជារឿងសាសនានិងការកាន់សិលដើម្បីស្វែងរកសន្តិភាពផ្លូវចិត្តប៉ុន្តែនៅក្នុងបរិបទនយោបាយរាជវាំងវាគឺជានិមិត្តរូបនៃការលាងជម្រះនិងការដាក់ទោសខាងផ្លូវចិត្តជាការបញ្ជាក់ថានាងបានលះបង់ចោលទាំងស្រុងនៅលោកីយ៍អំណាចតណ្ហាទាំងឡាយដែលនាងធ្លាប់មានរូបភាពស្ត្រីកោសក់ពាក់អាវសដាំដើមឈើនៅក្នុងផ្ទះឃុំឃាំងត្រូវបានគេយកមកផ្សព្វផ្សាយជាបន្តបន្ទាប់វាជារូបភាពបម្រើឲ្យសារឌឺដងផ្ញើទៅកាន់សាធារណជនថាទោះបីជាអ្នកធ្លាប់ឡើងខ្ពស់ប៉ុណ្ណាក៏គង់តែធ្លាក់មកដល់ដីនិងត្រូវលុតដំខ្លួនបែបនេះដែររហូតមកដល់សប្តាហ៍ថ្ងៃនេះអ្នកនាងសេរីរស្មីនៅតែបន្តរស់នៅក្នុងភាពស្ងប់ស្ងាត់ឆ្ងាយពីកែវភ្នែកសាធារណជនប៉ុន្តែប្រវត្តិសាស្ត្រនិងរូបភាពនៃការកោសក់ពាក់អាវសរបស់នាងបានក្លាយជានិមិត្តរូបនៃរំលឹកអំពីភាពផុយស្រួយនិងភាពសាហាវព្រៃផ្សៃនៅក្នុងអំណាចរាជវាំងថៃ